Seeker X9 option Ultra បងប្អូនបើយើងនិយាយពី option វិញឡានមួយគ្រឿងនេះគឺហូរហៀហ្មងបាទគ្រាន់តែមើលនៅលើកន្លែងដៃទ្វារហ្នឹងឡើងពេញហ្នឹងហើយបងប្អូនអ្នកគ្នាទាំងអត់កន្លែងនេះគឺ massage នេះហើយកន្លែងនេះកំណត់បាទការ massage ខ្លាំងខ្សោយអញ្ចឹងណាបាទហើយ massage របស់គេប្លែកបងប្អូនហើយស្រួលខ្លួនមែនតើoption ច្រើនណាស់បងប្អូនគ្រាន់តែនៅលើដៃទ្វារប៉ុណ្ណឹងហើយកន្លែងសេរីកៅអីគេនេះហើយការ adjust កៅអីបងប្អូនអ្នកគ្នាឡានមួយគ្រឿងនេះគឺយើងចុចទៅគឺមានអារម្មណ៍វា comfort ណា smooth អត់ងាកងក់អីអត់ទេការសេរីកៅអីបងប្អូនរុញទៅគឺ smooth ទៅស៊ឺតទៅឈប់ចេះមិនស៊ឺតងក់អីអញ្ចឹងណាបងប្អូនអ្នកគ្នាកន្លែងនេះមួយ yeah ហើយ speaker មួយទៀតបងប្អូន speaker ណែមបាទ Bentley ជាគ្នា speaker នេះ screen អើយ screen ធំមែនតើបងប្អូនបាទពីរជាប់គ្នាធំមែនតើអានោះមិនតាន់អស់ទេ cluster display មួយទៀតហើយបាទហ្នឹងមិនតាន់គ្រប់ទេបងប្អូនមើលខាងមុខគឺ head up display មួយទៀត wireless charge អានេះមានអីពិសេសបងប្អូនចាំខ្ញុំចុចជូនបងប្អូនមើលណានេះតោះយើងចាំមើលទាំងអស់គ្នាថាតើមានអីកើតឡើងនេះមកហើយបាទចឹងឡានប៉និតបងប្អូនមកហើយបាទហើយនេះយើងថតពីក្រោយប្រទះបង្ហាញបងប្អូនបាទប្រទះបង្ហាញប៉ុណ្ណាណៃហ្មងហើយគឺ slide អញ្ចឹងហើយបងប្អូនគាត់ចង់ឲ្យ slide ទៅគៀកជាមួយនឹងក្អីក៏បានមិនក៏បានដែរតាមចិត្តបងប្អូនមកបិទបើកនៅលើនេះបាទបញ្ជាអីគ្រប់យ៉ាងបានសពគ្រប់អូហូហែអត់បានរៀបរាប់ជូនបងប្អូនទេវាច្រើនពេកហើយដល់ពេលដែលយើងចុចបិទទៅវិញគឺវាទៅអញ្ចឹងវាមាន tele សម្រាប់បញ្ជារបស់វាមួយដែរនៅកន្លែងនេះបាទស្អាតណាស់ tele នេះបងប្អូនស្អាតហ្មងប៉និតគ្រប់យ៉ាងណាបាទអត់លេងសើចទេបងប្អូនឡានចិននេះគឺអត់លេងសើចហ្មងបាទកៅអីគេនេះគេមានកលាក់ជើងមានអីបាទហើយទ្វារអូតូទាំងអស់ទ្វារបងប្អូនអ្នកគ្នាចុចទៅគឺ slide ទៅទាំងអស់ទាំង4ហ្មងបាទថា4វាមិនទាន់អស់5ទាំងទ្វារក្រោយមួយទៀតកៅអីគេនេះបាទមើលទៅបែបប៉និតណាមិនមែនបែបស្ពណ៌ទេប៉និតគឺបែប business តែម្ដងបងប្អូនបាទកៅអីមានតម្រជើងមានអីមកចាប់កៅអី3ជួរបងប្អូនអ្នកគ្នាខាងក្រោយ2ជួរ option សម្បូរបែបនៅលើនេះបងប្អូនហើយបើគ្រាន់តែឡានមួយគ្រឿងនេះជាមួយ plug-in hybrid ហើយបើគ្រាន់តែ plug-in hybrid ហ្នឹងសឹងស្មើឡាន Kia Soul ហើយបងប្អូនអ្នកគ្នា300ជាងគីឡូ380គីឡូបាទអញ្ចឹងខាងហងចាក់គេប្រាប់ថាឡានមួយគ្រឿងនេះបើយើងសាក់លឿនលឿនបងប្អូន 20% ទៅ 80% ចាយពេល9នាទីហ្នឹងលឿនណាស់លឿនមែនតើហ្មងបាទហើយគ្រាន់តែ Kia Soul 300គីឡូបាទហើយបងប្អូនអ្នកគ្នា380គីឡូហើយបាទគ្រាន់តែបើសិនជាយើងកាត់ថ្លៃកាត់ចំណាយទៅលើម៉ាស៊ីនត្រជាក់បាទ Kia Soul ចំណាយថាមពលទៅលើម៉ាស៊ីនត្រជាក់ចំណាយទៅលើការយើងស្ទះអីផ្សេងថាអាចបាន280ឬក៏លើសនឹងទៅតាមសភាពជាក់ស្ដែងបងប្អូនអ្នកគ្នាបាទ full spec ហ្មងគឺ380គីឡូជាងបាទ380គីឡូអញ្ចឹងប្រើទៅបងប្អូនអើយគ្រប់សពនេះនៅលើនេះស្អីក៏មានដែរនេះគ្រប់យ៉ាងហ្មងអ្នកណាថាឡានចិនអន់បងប្អូនហើយដូចហៅកន្លែងអន់អត់ឃើញទេឡានមួយគ្រឿងនេះបងប្អូន sticker ឡានមួយគ្រឿងនេះភ្ញៀវគាត់ទិញយកទៅជិះច្រើនគ្នាណាបងប្អូនអរគ្នាដោយសារទី1វាធំទលាយហើយកន្លាំងរបស់វា1300សេសបងប្អូនហើយ1300សេសជាងដូចជា1380ហើយជា8ជាងតិចតួចអញ្ចឹងបាទមានធំបាទកម្លាំងក៏មិនអន់ដែរ1300ជាងបងប្អូនបូកទាំងអគ្គិសនីជាមួយនឹងសាំងចូលគ្នាបាទ1300ជាងបាទហើយជន់ហើបបាទ
វីដេអូនេះខ្ញុំនិយាយរៀលពីអារម្មណ៍ហ្មងអត់បានយកមក review ជូនបងប្អូននេះនិយាយពីអារម្មណ៍ខ្ញុំនៅពេលដែលឃើញឡានមកគ្រឿងហ្នឹងណាបងប្អូនអ្នកគ្នាបាទ option គ្រប់យ៉ាងបងប្អូនមើលស្បែកគេនេះបាទស្បែកស្អាតស្បែកនេះមើលដៃទ្វារគេធ្វើមក slim បងប្អូន slim មើលដបូលបើកបានមានកញ្ចក់ពីលើហើយវាមាននេះបាំងពីក្រោមមួយទៀតដើម្បីទប់ក្តៅបងប្អូនអ្នកគ្នាពលឡានចិនមិនតឡានចិនទេបងប្អូនឡានអារ៉ុបក៏ដោយ Tesla ក៏ដោយដបូលវាគឺដបូលកញ្ចក់អញ្ចឹងនៅពេលដែលជីនៅស្រុកយើងដឹងស្រាប់ហើយក្តៅបងប្អូនអញ្ចឹងអត់ចាំបាច់ត្រូវការទិញអីយកមកបាំងអីថែមទេនេះមានស្រាប់មកហ្មងបងប្អូនបាទអញ្ចឹងវាកាត់បន្ថយកម្ដៅបានច្រើនមែនតើambient light អីគេធ្វើមកស្អាតណាប្លែកហ្មងបងប្អូនថ្មីហ្មងការដេគ័រមកនៅក្នុងឡានមួយគ្រឿងនេះគឺប៉និតបងប្អូនប៉និតស្បែកទៅនៅក្នុងនេះក៏មានភ្លើងដែរណាបាទស្អាតណាបងប្អូនដៃទ្វារគេនេះចុចបើកចុចប៉ិតទៅគឺ slide ទៅអូតូហ្មងហើយកន្លែងនេះបងប្អូនគេចុច smooth មកអត់មានក្ដួងក្ដាំងឡានក្នុងគ្រឿងនេះអត់មានកន្លែងណាឲ្យក្ដួងក្ដាំងទេបាទ smooth មែនតើហើយខ្ញុំស្រឡាញ់នេះoption ស្រួលខ្លួនណាបងប្អូនអ្នកគ្នាឲ្យសេរីខ្លាំងខ្សោយលើនេះស្រាប់មកអត់ចាំបាច់ចុចនៅលើនេះចូលទៅដល់ហើយចុចមួយអីញ៉ៃច្រើនអត់ទេងាយបាទកាមេរ៉ាឥឡូវយើងចូលទៅមើលកាមេរ៉ាវីដេអូនេះខ្ញុំវែងទេបងប្អូនអ្នកគ្នាបាទបងប្អូនមើលដល់ចប់ទាំងអស់គ្នានេះកាមេរ៉ាមើលចាស់បងប្អូនអីទៀតនេះមកជុំវិញអីនេះខាងក្រោយអីនេះបាទ 3D ហ៎មក 3D នេះបាទអត់មានទាញកធិកធៈអីបាទតាមដៃហ្មងដៃដល់ណាវាដល់នឹងដែរ smooth នេះសងខាងបងប្អូនស្រួលបើកបបងប្អូនអ្នកនេះចេញចូលអីអត់សូវខ្វាយខ្វល់អត់សូវបារម្ភទេបងប្អូនអ្នកនេះអាចទូចបានទៀតឃើញទេoption ច្រើនបងប្អូនអ្នកគ្នាហើយអានេះយើងអាចសេរីអ្នកបើកទ្វារបើកអីបានណាបងប្អូនបាទទ្វារសងខាងទ្វារក្រោយអីផ្សេងហ្នឹងគឺសេរីបានទាំងអស់បាទច្រើនមែនតើ option បងប្អូនមើលចាស់បាទ option ហូហែច្រើនណាស់ច្រើនមកនិយាយថាច្រើនគឺច្រើនហ្មងបងប្អូនចេញមកមើលបាទស្រឡាញ់ឡានមកគ្រឿងនេះបងប្អូនចេញមកមើលបាទមកមើលលេងសិនណាបងប្អូនអ្នកគ្នាដើម្បីដឹងថាឡានមកគ្រឿងនឹងមានអីគេខ្លះច្រើនណាស់រៀបរាប់អត់អស់ហើយបងប្អូនវីដេអូនេះធ្វើ1ម៉ោងទៀតក៏អត់ទាន់រៀបរាប់អស់ដែរបាទច្រើនពេកបងប្អូនតែបង្ហាញពីខាងនេះសម្រាប់កំសាន្តសតហ្មងបាទបងប្អូនភ្ជាប់អី display អីជាងលេងកំសាន្តអីមកចប់នៅក្នុងនេះអានេះអីទៀតអូច្រើនណាស់កន្លែងសេរីសិនជាអីនេះបងប្អូនការដេគ័ររបស់គេមកគឺស្អាតប៉និតបាទឡានមកគ្រឿងនេះយើងមើលចេញមកគឺឃើញគឺប៉និតហ្មងទទួលអារម្មណ៍ប៉និតហ្មងហើយនៅខាងក្នុងគឺទលាយកៅអីធំស្រួលអង្គុយកៅអីទន់ណាបងប្អូនអ្នកគ្នាទន់មែនតើហ្មងបាទបងប្អូនមើលការ design ការដេគ័រកៅអីរបស់គេស្អាតកន្លែង adjust កន្លែងសេរីកៅអីនេះ crystal បងប្អូនស្អាតណាស់ option បងប្អូនជិះមិនអស់ទេ option នេះច្រើនពេកបាទច្រើនពេកជាមួយនឹងតម្លៃបងប្អូនត្រូវការដឹងតម្លៃត្រូវការដឹងព័ត៌មានលម្អិតបងប្អូនចេញឆាតមកណាបងប្អូនអ្នកគ្នាអរគុណបងប្អូនខ្ញុំគិតថាវីដេអូខាងក្រោយនេះវីដេអូខាងក្នុងនេះជូនបងប្អូនប៉ុណ្ណឹងហើយមកវីដេអូចុងមកវីដេអូក្រោយទៀតខ្ញុំថតខាងក្រៅជូនបងប្អូនមើលបាទមកជុំទាំងក្នុងទាំងក្រៅអញ្ចឹងណាបាទអរគុណបងប្អូនជម្រាបលា